គេឲ្យសញ្ជាតិទៅប្រជាប្រដ្ឋខ្មែរគ្រោះថ្នាក់ធំណាស់ក៏ប៉ុន្តែគណៈបកប្រជាជនអត់មានយកចិត្តទុកដាក់រឿងនេះទាល់តែសោះបងប្អូន4ចំណុចដែលខ្ញុំបានលើកអំបញ្ញមិញនេះគឺគ្រោះថ្នាក់ចំពោះប្រទេសជាតិណាគ្រោះថ្នាក់ណាក៏ប៉ុន្តែសូមកុំភ័យបងប្អូនសូមកុំភ័យយើងនឹងចាត់វិធានការនៅពេលដែលយើងកាន់អំណាចនឹងទី1គឺត្រូវតែដាក់ពាក្យប្តឹងទៅតុលាការទីក្រុងឡាអេរួមជាមួយនឹងសន្ធិសញ្ញាដែលបានចុះនៅទសវត្សរ៍ឆ្នាំ1960ដើម្បីទាមទារកោះត្រល់នឹងដីមួយចំនួនដែលបាត់បង់ដោយសារការបោះបង្គោលព្រំដែនទី2ជនអន្តោប្រវេសន៍ខុសច្បាប់គ្រាន់តែលឺសូរតែគណៈបកសង្គ្រោះជាតិឈ្នះឆ្នោតក៏ត្រឡប់ទៅស្រុកវិញជាងពាក់កណ្ដាលខ្ញុំឃើញផ្ទាល់នឹងភ្នែកថ្ងៃបោះឆ្នោតបងប្អូនគាត់មើលទៅមិនស្រួលចរន្តវាខ្លាំងគាត់ថាអូគាំទ្រគណៈបកសង្គ្រោះជាតិគ្រប់កន្លែងហើយដូច្នេះខ្ញុំមើលទៅប្រហែលពាក់កណ្ដាលទៅស្រុកវិញគាត់នៅលឺសូរថាគណៈបកប្រជាជនអត់ឲ្យអំណាចទេគាត់នាំគ្នាត្រឡប់មកវិញ